បងនៅក្នុងវីដេអូនេះយើងមកមើលពីរបៀបដំឡើងកម្មវិធី Mario Typing អញ្ចឹងបងបើក folder Typing របស់យើងមកបន្តមកទៀតបងពលាកម្មវិធី Mario Typing នេះអញ្ចឹងដើម្បីពលាខ្ញុំចុចយកពាក្យថា extract to នេះបន្តមកទៀតខ្ញុំរើសទីតាំងយក desktop ហើយខ្ញុំចុច new folder មួយហើយខ្ញុំចុច OK តោះបងចុចឥឡូវនេះនៅលើ desktop របស់យើងមាន folder មួយបងបើក folder ហ្នឹងមកហើយបងតម្លើងសម្រាប់ការដំឡើងគឺធម្មតាទូទៅបងដូចកម្មវិធី freeware ផ្សេងទៀតដែរបងគ្រាន់តែចុច double click ហើយបងចុច next ចុច install ទៅគឺវាដំឡើងឲ្យបានហើយតោះឥឡូវនៅកន្លែងនេះបងចុចយក next មកបន្តមកទៀតបងយក ISM នេះហើយចុច next ហើយបងចុច next ទៀតកន្លែងនេះបងរើសយកមួយខាងលើនេះហើយបងចុចយក yes កន្លែងនេះតោះបងអញ្ចឹងនៅកន្លែងនេះខ្ញុំសុំ launch កម្មវិធីនឹងឲ្យបងមើលមួយអញ្ចឹងខ្ញុំចុចខ្ញុំ tick យកកន្លែងនេះហើយខ្ញុំចុច finish តោះបងកន្លែងនេះខ្ញុំចុច next ខ្ញុំចុច close ឥឡូវខ្ញុំសុំចុច start នេះមួយដើម្បីរកកម្មវិធីរបស់យើងអូខេអញ្ចឹងនេះគឺជាកម្មវិធី Mario Typing បងម៉ៅស្ដាំបងយកពាក្យថា open file location ហើយនៅកន្លែងនេះបងម៉ៅស្ដាំនៅលើវាបងយកពាក្យថា show more option នេះហើយបងយកពាក្យថា send to បងរើសយក desktop ដើម្បីដាក់ icon របស់វាដើម្បីដាក់ shortcut របស់វាមកលើ desktop បែបនេះតោះអញ្ចឹងឥឡូវបងបើកមើលមកចង់ដឹងថាតើវា full screen ឬអត់អូខេអញ្ចឹងសម្រាប់កម្មវិធីមួយនេះនៅពេលដែលយើងតម្លើងហើយគឺវាអត់ full screen ទេវាចេញមកប៉ុណ្ណឹងអញ្ចឹងវាទូជាងអេក្រង់កុំព្យូទ័ររបស់យើងតោះអញ្ចឹងដើម្បីឲ្យកម្មវិធីមួយនេះវា full screen បងបិទសិនមកតោះខ្ញុំចុចfile នេះហើយខ្ញុំយកមួយនេះតោះបងអញ្ចឹងដើម្បីឲ្យវា full screen បងបើក note នេះមកនេះអញ្ចឹងនៅកន្លែងនេះបងធ្វើតាមការណែនាំរបស់គេមកទី1គឺបងត្រូវចូលទៅ drive C អញ្ចឹងខ្ញុំបើក drive C ទី2គេឲ្យយើងចូលមក program file line x86 នេះអញ្ចឹងបងបើក folder នឹងទៀតមកបន្តមកទៀតគេឲ្យយើងចូលទៅ folder មួយនេះ DOSBox អញ្ចឹងបងរើ folder ហ្នឹងហើយបងបើកហើយកន្លែងនេះគេឲ្យយើងបើក file មួយនេះអញ្ចឹង file មួយហ្នឹងនេះបងមើលមក file មួយហ្នឹងគឺមួយនេះតើបងអញ្ចឹងបងឃើញ file មួយហ្នឹងហើយបង double click មកបន្តមកទៀតបងមើលកន្លែងនេះមានពាក្យថា full screen នេះ full screen គេដាក់ fall នេះអញ្ចឹងបងបដូរវាយកមក true មកនេះបងនៅកន្លែងនេះគេឲ្យយើងបដូរកន្លែង fall នេះមក true អញ្ចឹងខ្ញុំសុំ copy ហើយខ្ញុំយកមកផាសកន្លែងនេះហើយខ្ញុំ save មួយតោះបងឥឡូវខ្ញុំសុំបិទ file ហ្នឹងហើយខ្ញុំមកបើកកម្មវិធីនេះម្ដងទៀត